នេះគឺជាខ្សែរឿងខ្មោចបែបសម្រាយរឿងវែងលម្អិតសាច់រឿងគ្រប់ឈុតឆាកនិងបង្កប់ភាពភ័យខ្លាចរន្ធត់បំផុតបាទសូមជូនរឿងគូស្នេហ៍កំបុតក្បាលរឿងរ៉ាវបានចាប់ផ្ដើមឡើងនៅក្នុងទសវត្សរ៍ 1970 នៅភូមិគ្រឹះមួយដ៏ស្កឹមស្កៃកណ្ដាលចំការកៅស៊ូដាច់ស្រយាលរតនាគឺជាកូនប្រុសច្បងម្ចាស់កៅស៊ូដ៏មានទ្រព្យសម្បត្តិគាត់បានលង់ស្នេហ៍យ៉ាងជ្រាលជ្រៅជាមួយមល្លិកាដែលជាកូនស្រីរបស់អ្នកបម្រើប្រចាំផ្ទះមល្លិកាជាស្ត្រីស្អាតសក់វែងអន្លាយដល់ត្រគាកនិងមានស្នាមញញឹមទាក់ទាញប៉ុន្តែឋានៈខុសគ្នាបានក្លាយជាឧបសគ្គដ៏ធំម្ដាយរបស់រតនាគឺលោកស្រីចន្ទ្រាដឹងរឿងនេះក៏ខឹងសម្បាយយ៉ាងខ្លាំងលោកស្រីបានរៀបចំផែនការយ៉ាងសាហាវឃោរឃៅដើម្បីបំបែកបំបាក់អ្នកទាំងពីរនៅយប់មួយពេលដែលរតនាត្រូវបានគេបញ្ឆោតឲ្យទៅក្រុងភ្នំពេញលោកស្រីចន្ទ្រាបានបញ្ជាឲ្យក្រុមឈ្មួញចិត្តខ្មៅចាប់មល្លិកាទៅសម្លាប់ចោលនៅក្នុងព្រៃជ្រៅខាងក្រោយភូមិគ្រឹះដើម្បីកុំឲ្យព្រលឹងនាងវិលត្រឡប់មកផ្ទះវិញនិងដើម្បីបិទមាត់យ៉ាងជិតកាត់ក្តីមិនឲ្យមានភ័ស្តុតាងពួកឃាតករបានប្រើកាំបិតផ្គាក់ដ៏មុតស្រួចកាត់ក្បាលរបស់មល្លិកាចេញពីខ្លួនទាំងអស់សំឡេងស្រែកចុងក្រោយរបស់នាងត្រូវកាត់ផ្ដាច់ឈាមស្រស់ៗបាញ់ដូចអាវកមាន់ហូរជោគព្រៃពួកគេបានយកក្បាលរបស់នាងទៅកប់នៅគល់ឈើធំមួយចំណែកឯខ្លួនប្រាណត្រូវគេបោះចោលនៅក្នុងអណ្ដូងទឹកចាស់មួយដែលគេបោះបង់ចោល3ថ្ងៃក្រោយមករតនាបានត្រឡប់មកវិញហើយត្រូវបានម្ដាយភូតភរថាម្សិលមិញមល្លិកាបានរត់តាមប្រុសផ្សេងបាត់ហើយរតនាខូចចិត្តយ៉ាងខ្លាំងតែគាត់មិនជឿឡើយចាប់ពីយប់នោះមកព្រឹត្តិការណ៍រន្ធត់ចាប់ផ្ដើមលងបន្លាចភូមិគ្រឹះទាំងមូលយប់នោះបរិយាកាសស្ងាត់ស្រងំក្លិនស្អុយរលួយដូចសាកសពបានភាយពេញផ្ទះលោកស្រីចន្ទ្រាកំពុងដេកលង់លក់ស្រាប់តែឮសំឡេងអ្វីម្យ៉ាងអូសនៅលើកម្រាលឈើសឺតសឺតសឺតលោកស្រីបើកភ្នែកឡើងឃើញស្រមោលស្រីម្នាក់ស្លៀកពាក់អាវពណ៌សប្រឡាក់ឈាមពេញខ្លួនឈរនៅចុងក្រែប៉ុន្តែអ្វីដែលធ្វើឲ្យលោកស្រីចុកឈាមស្ទើរគាំងបេះដូងស្រឡះត្រង់កសាកសពនោះគ្មានក្បាលទេរំពេចនោះសំឡេងខ្សឹបខ្សួលបន្លឺចេញពីក្រោមក្រែលោកស្រីអោនមើលស្រាប់តែឃើញក្បាលរបស់មល្លិកាកំពុងដេកនៅទីនោះសក់កញ្ជ្រោលមុខមាត់ហើមស្អុយរលួយមានដង្កូវវាចេញពីភ្នែកឡើងក្រហមងាំងសម្លឹងមកលោកស្រីទាំងកំហឹងរួចក្បាលនោះក៏ហោះមកខំត្រង់កលោកស្រីចន្ទ្រាយ៉ាងសាហាវព្រឹកឡើងគេបានឃើញសាកសពលោកស្រីចន្ទ្រាស្លាប់ទាំងភ្នែកបើកធំធ្លាយបំពង់កស្លាប់ក្នុងភ្លុកឈាមចំណែកឯឃាតករដែលបានសម្លាប់នាងក៏ត្រូវស្លាប់ជាបន្តបន្ទាប់ស្លាប់បែបបាក់កនិងខ្លះទៀតដាច់ក្បាលពីខ្លួនដូចអ្វីដែលពួកគេបានធ្វើដាក់នាងដែរកាត់មកដល់សម័យបច្ចុប្បន្នភូមិគ្រឹះចាស់នេះបានក្លាយជាកន្លែងរហោឋានកណ្ដាលព្រៃក្រុមនិស្សិតវិទ្យាល័យមួយក្រុមមានគ្នា4នាក់គឺការុណាពិសិដ្ឋសុភីនិងធារីបានធ្វើដំណើរទៅទីនោះដើម្បីថតវីដេអូឯកសារអំពីផ្ទះបុរាណពួកគេមិនបានដឹងពីប្រវត្តិកាចសាហាវនៃស្នេហ៍កំបុតក្បាលនេះឡើយពួកគេបានបោះតង់នៅជិតអណ្ដូងទឹកចាស់នោះពេលយប់ជ្រៅម៉ោង1រំលងអាត្រៀតសុភីដើរទៅបត់ជើងតូចនៅក្បែរអណ្ដូងទឹកនាងបានឮសំឡេងស្រីម្នាក់ច្រៀងបំពេយ៉ាងល្វើយចេញពីអណ្ដូងដោយសារតែចង់ដឹងសុភីបានអោនមើលទៅក្នុងអណ្ដូងទឹកងងឹតស្លុបនោះភ្លាមនោះមានដៃសាកសពស្អុយរលួយមួយលូកដៃចេញមក
ចាប់ទាញក្បាលសុភីបោកនឹងមាត់អណ្ដូងរហូតដល់ដាច់ក្បាលធ្លាក់ចូលនៅក្នុងអណ្ដូងបាត់សូន្យឈឹងករុណានិងពិសិដ្ឋឃើញសុភីបាត់យូរពេកក៏ដើររកពួកគេបញ្ចាំងពិលទៅលើដើមឈើធំស្រាប់តែឃើញរឿងដែលរន្ធត់បំផុតខ្លួនប្រាណរបស់សុភីឈរត្រង់ខ្លួនប៉ុន្តែគ្មានក្បាលទេចំណែកឯនៅលើមេឃឈើមានក្បាលខ្មោចមូលិកាសក់វែងអន្លាយកំពុងខំត្របាក់ក្បាលរបស់សុភីទាំងស្រស់ឈាមស្រក់ចុះមកដូចភ្លៀងរលឹមរត់ករុណាស្រែកផ្អើលព្រៃពួកគេទាំង3នាក់ដែលនៅសល់រត់សំដៅទៅរកឡានតែខ្មោចកំបុតក្បាលរបស់មូលិកាហោះដេញតាមពីក្រោយខ្លួនប្រាណរបស់នាងរត់បុកដើមឈើបាក់ចំណែកក្បាលហោះពឹងមកបោកទម្លុះកញ្ចក់ឡានធារីត្រូវបានក្បាលខ្មោចនោះហោះមកខាំបេះដូងធ្លាយស្លាប់ភ្លាមនៅក្នុងឡានករុណានិងពិសិដ្ឋបានរត់ត្រសងចូលនៅក្នុងភូមិគ្រឹះចាស់ដើម្បីលាក់ខ្លួននៅក្នុងផ្ទះងងឹតឈឹងពួកគេបានឃើញវិញ្ញាណរបស់រតនាដែលបានស្លាប់ដោយសារក្តីប្រច័ណ្ឌនិងកើតទុក្ខកាលពីអតីតកាលអង្គុយយំនៅលើកៅអីរំពេចនោះក្បាលរបស់មូលិកាបានហោះចូលមករួចភ្ជាប់ទៅនឹងខ្លួនប្រាណរបស់នាងវិញនាងឈរនៅចំពោះមុខពួកគេទាំងទឹកភ្នែកឈាមហូរស្រក់រួចនិយាយដោយសំឡេងស្រែកក្រអួនចេញថាពួកឯងត្រូវតែនៅទីនេះដើម្បីធ្វើជាសាក្សីនៃស្នេហារបស់យើងទ្វារនិងបង្អួចភូមិគ្រឹះទាំងអស់ត្រូវបានបិទជិតភ្លាមសំឡេងស្រែកយំអង្វររបស់ករុណានិងពិសិដ្ឋបានបន្លឺឡើងកណ្ដាលរាត្រីរួចក៏ស្ងាត់បាត់ទៅរហូតមកដល់សប្តាហ៍ថ្ងៃនេះអ្នកភូមិដែលដើរព្រៃក្បែរនោះតែងតែឃើញស្រមោលមនុស្សស្រីគ្មានក្បាលដើរកាន់ក្បាលខ្លួនឯងលើដីដើរបណ្ដើរជាមួយស្រមោលមនុស្សប្រុសម្នាក់កាត់ព្រៃកៅស៊ូហើយបើអ្នកណាហ៊ានចូលទៅក្នុងភូមិគ្រឹះនោះពួកគេនឹងមិនអាចវិលត្រឡប់មកវិញឡើយព្រោះមូលិកានៅតែតាមរកក្បាលថ្មីនិងរៀបចំពិធីការសងសឹកមិនចេះចប់មិនចេះហើយ